រឿងយក្សកន្ធត់និពន្ធដោយព្រំ សុគន្ធារ៉ូ គូសរូបដោយសៀត សុភាព យក្សកន្ធត់ទៅលេងបុណ្យក្នុងភូមិមួយ ចាចា ដើរបានមួយសន្ទុះ ស្រាប់តែឮសំឡេង គ្រីកគ្រូក យក្សកន្ធត់រត់ឆ្លេឆ្លា យក្សកន្ធត់រត់ពេញភូមិ យក្សកន្ធត់ក៏ជួបម៉ យក្សកន្ធត់ស្រែកសួរថា ម៉ អើយ តើប្រគុណនៅឯណា ម៉ ឆ្លើយថា ខ្ញុំអត់មានបង្គន់ទេ ខ្ញុំឈរនៅទីណា ខ្ញុំជុះនៅទីនោះ យក្សកន្ធត់ក៏ស្រែកថា មិនបានទេ ប្រឡាក់ជើងខ្ញុំអស់ហើយ យក្សកន្ធត់រត់ពេញភូមិ យក្សកន្ធត់ក៏ទៅជួបវស់ វាស្រែកសួរថា វស់អើយ តើប្រគុណនៅឯណា វស់ក៏ឆ្លើយថា ខ្ញុំអត់មានបង្គន់ទេ ខ្ញុំជុះនៅមុខផ្ទះ យក្សកន្ធត់ក៏ស្រែកថា មិនបានទេ ស្អុយខ្លាំងណាស់ យក្សកន្ធត់ក៏រត់បន្តទៀត យក្សកន្ធត់ក៏ទៅជួបម៉ែវ វាស្រែកសួរថា ម៉ែវ តើបង្គន់នៅឯណា ម៉ែវក៏ឆ្លើយថា ខ្ញុំគ្មានបង្គន់ទេ ខ្ញុំជុះត្រង់ណា ខ្ញុំកាយកប់ត្រង់នោះ យក្សកន្ធត់ស្រែកទៀត មិនបានទេ ខ្ញុំខ្មាស់គេណាស់ យក្សកន្ធត់រត់ក៏ក្រៅភូមិ យក្សកន្ធត់ក៏ជួបបបោ វាស្រែកសួរ បបោអើយ តើប្រគុណនៅឯណា បបោឆ្លើយថា នៅទីនោះ យក្សកន្ធត់រត់យ៉ាងលឿនទៅបង្គន់ យក្សកន្ធត់ចេញពីបង្គន់ យក្សកន្ធត់លាងដៃជាមួយសាប៊ូ វានិយាយតែម្នាក់ឯង រួចរាល់ហើយ ខ្ញុំលែងឈឺពោះទៀតហើយ យក្សកន្ធត់រត់ទៅរកបបោ ម៉ែវ វស់ និងម៉ តោះពួកយើងនាំគ្នាទៅលេងបុណ្យភូមិ ពួកគេក៏ទៅលេងបុណ្យភូមិវិញយ៉ាងរីករាយ ហាពិតជាសប្បាយណាស់ សំណួរសួរថា តើយក្សកន្ធត់ទៅដើរលេងនៅឯណា ហេតុអ្វីបានជាយក្សកន្ធត់រត់ឆ្លេឆ្លាពេញភូមិ តើយក្សកន្ធត់បានទៅសួររកបង្គន់នៅផ្ទះរបស់នរណាខ្លះ ហេតុអ្វីបានជាយក្សកន្ធត់មិនបន្ទោបង់ក្រៅបង្គន់ ចុះប្អូនវិញ តើប្អូនបន្ទោបង់នៅក្រៅបង្គន់ ឬនៅក្នុងបង្គន់ ហេតុអី រឿងរំខានមែន និពន្ធដោយម៉េង សុមនី ត្រីសំភ័រ និងជ្រឹម ហុកស្រីន គូររូបដោយសៀត សុភាព វីដើរចុះមករកបងស្រីដែលកំពុងតែគូររូប វីសួរថា បងធ្វើអីហ្នឹង គូររូប វីឆ្ងល់ គូររូបអី ទៅក្រៅទៅ កុំរំខានបងអីរំខានហ្នឹងអីគេទៅសួរប៉ាទៅអើយ វីដើរទៅរកប៉ាដែលកំពុងតែអានកាសែតហើយសួរ ប៉ារំខានអីគេទៅ រំខានគឺពេលប៉ាអានកាសែត វីមកសួរប៉ាអានកាសែតមិនកើតទេ វីយកដៃអេះក្បាល វ
វីវីដើរចេញទៅក្រៅផ្ទះនាងសួរមីងអ្នកលក់នំគ្រក់ដែលកំពុងតែចាក់នំយ៉ាងញាប់ដៃនៅមុខផ្ទះគាត់មីងរំខានហ្នឹងអីគេទៅរំខានហ្នឹងគឺពេលមីងពងចាក់នំវីវីមកសួរវីវីជួញចិញ្ចើមនាងទៅជួបយាយម្នាក់ដែលជាអ្នកជិតខាងគាត់កំពុងសូត្រធម៌យាយរំខានហ្នឹងអីគេទៅរំខានគឺពេលយាយសូត្រធម៌វីវីមកសួរធ្វើឲ្យយាយភ្លេចធម៌អស់លីងវីវីនៅតែមិនយល់វីវីត្រឡប់មកផ្ទះវិញឃើញម្ដាយកំពុងស្ដាប់បណ្ដើរកត់បណ្ដើរពីរបៀបធ្វើម្ហូបតាមការផ្សាយរបស់វិទ្យុយ៉ាងយកចិត្តទុកដាក់នាងកេះម្ដាយស្រាប់តែម្ដាយភ្ញាក់ហើយឧទានឡើងចំយ៉ាអាគ្រឿងផ្សំចុងក្រោយមិញអីគេអញ្ចេះចាំមែនវីចេះមករំខានម៉ែអញ្ចឹងតើកើតដែរកូនហើយរំខានទៀតហើយវីចូលទៅក្នុងបន្ទប់ហើយអង្គុយគិតឡើងវិញសម្រាប់បងស្រីរំខានហ្នឹងគឺពេលគាត់កំពុងគូររូបខ្ញុំទៅសួរគាត់សម្រាប់ប៉ារំខានហ្នឹងគឺពេលគាត់កំពុងអានកាសែតខ្ញុំទៅសួរគាត់សម្រាប់មីងលក់នំគ្រក់រំខានហ្នឹងគឺពេលគាត់កំពុងចាក់នំគ្រក់ខ្ញុំទៅសួរគាត់ហើយសម្រាប់យាយរំខានហ្នឹងគឺពេលគាត់កំពុងសូត្រធម៌ខ្ញុំទៅសួរគាត់ហើយសម្រាប់ម៉ែវិញរំខានហ្នឹងគឺពេលគាត់កំពុងស្ដាប់វិទ្យុខ្ញុំទៅកេះគាត់វីដកដង្ហើមធំគិតមួយសន្ទុះរួចទៅលេងតុក្កតាកំពុងតែលេងយ៉ាងជក់ចិត្តស្រាប់តែឮម៉ែស្រែកហៅវីដល់ម៉ោងញ៉ាំបាយឯកូនហើយប៉ាត់ជារំខានមែនរឿងម៉ាក់នោះមន់ណោនិពន្ធដោយអ៊ំវ៉ាន់ថារីគូសរូបដោយសៀតសុភាពតៃនិងម្ដាយត្រឡប់មកពីផ្ទះតាហើយដើរតាមវាលស្រែតៃឃើញសត្វមួយនាងក៏សួរទាំងចង្អុលថាម៉ាក់នោះសត្វអីគេនោះគឺមាន់កូនវាមានចំពោះជើងពីរនិងស្លាបម្ដាយនិងកូនដើរដល់ស្រះមួយតៃក៏និយាយឡើងថាម៉ាក់នោះមាន់ហែបតកទេវាជាទាអន្តាមិនមែនមាន់ទេកូនដើរបានឆ្ងាយបន្តិចតៃក៏ស្រែកឡើងថាម៉ាក់នោះមាន់ក៏វែងទេវាជាកងានតាកូនមិនមែនមាន់ទេពេលដើរដល់របងមួយតៃក៏ឧទានឡើងថាម៉ាក់នោះកូនមាន់តូចទេវាជាចាបតាមិនមែនមាន់ទេកូនដើរដល់ទីវាលមួយតៃក៏ស្រែកឡើងម៉ាក់នោះមាន់ច្រើនណាស់ណោទេវាជាព្រាបតាមិនមែនមាន់ទេកូនដើរផុតវាលបន្តិចក៏ឃើញថ្លុកមួយតៃនិយាយឡើងថាម៉ាក់នោះមាន់ជើងវែងទេវាជាកុកអន្តាកូនមិនមែនមាន់ទេដើរបានបន្តិចក៏ឃើញមែកឈើក្បែរផ្លូវតៃក៏ឧទានឡើងថាម៉ាក់នោះមាន់ខ្មៅទេវាជាក្អែកអន្តាកូនមិនមែនមាន់ទេដើរបានបន្តិចតៃក៏និយាយថាម៉ាក់នោះមាន់ពណ៌ស្អាតណោទេវាជាសេកតាមិនមែនមាន់ទេកូនដើរ
ដល់វាលមួយតៃតៃក៏និយាយទាំងមើលទៅលើមេឃថាម៉ានោះមាន់ហើរចុះឡើងទេវាជាត្រចៀកកាន់តាកូនមិនមែនមាន់ទេម្ដាយនិងកូនដើរដល់របងផ្ទះស្រាប់តែម្ដាយឃើញសត្វមួយហ្វូងកំពុងស៊ីស្រូវគាត់ស្រែកឡើងថានោះមាន់ស៊ីស្រូវអស់ហើយតៃតៃមើលទៅសត្វនោះហើយស្រែកថាទេវាជាទាតាមិនមែនមាន់ទេម៉ាក់តោះយើងសង្កេតតើនៅលើសត្វមាន់មានអ្វីខ្លះនេះគឺមាន់ឈ្មោលវាមានសេភ្នែកជំពូកនងជើងក្រញាំខ្នាយស្លាបនិងកន្ទុយខាងក្រៅនេះគឺមាន់ញីកូនមាន់និងពងមាន់រឿងអូនកាទៅសាលានិពន្ធដោយអ៊ូចសូដានីគូររូបដោយម៉ាន់ម៉ាឡែនថ្ងៃនេះជាថ្ងៃទី20ខែមេសាអូនការៀបចំខ្លួនទៅសាលានាងសប្បាយចិត្តណាស់បានត្រឡប់ទៅសិក្សាអូនកាទៅសាលាពេលណាពេលព្រឹកអូនកាទៅសាលានាងស្លៀកពាក់យ៉ាងសង្ហានិងយកតុក្កតាទៅផងណាហេតុអ្វីអូនកាទៅសាលាអូនកាទៅសាលាព្រោះចង់សិក្សានាងនឹកមិត្តភ័ក្តិនៅសាលាមាននីតាមេសានិងបុប្ផាដែលលេងជាមួយគ្នាសប្បាយអស្ចារ្យអូនកាទៅសាលាដោយរបៀបណាប៉ាឌុបអូនកាទៅសាលាជិះម៉ូតូត្រូវពាក់មួកការពារទាំងប៉ាទាំងអូនកាឈប់សិននៅមានអ្នកណាទៅសាលាជាមួយអូនកាបងសុខាក៏ទៅសាលាជាមួយអូនកាទាំងពីរអ្នកបងប្អូនស្រឡាញ់គ្នាខ្លាំងឥតឧបមាសាលាអូនកានៅឯណាសាលានៅមិនឆ្ងាយពីផ្ទះនិងផ្សារពេលអូនកាធំអាចដើរទៅសាលាជាមួយមិត្តភ័ក្តិនិងបងសុខាក្នុងសាលាមានអ្វីអស្ចារ្យក្នុងសាលាមានដើមឈើដើមផ្កានិងរបស់លេងជាច្រើនក្នុងសួនច្បារថ្នាក់អូនកាធំប៉ុណ្ណាថ្នាក់អូនកាធំជាងបន្ទប់ម៉ាក់ប៉ាក្នុងថ្នាក់មានតុបតែងស្អាតអស្ចារ្យពណ៌ចម្រុះក្រដាសបត់ជារូបបក្សីបក្សាសាលាអូនកាមានឈ្មោះបែបណាសាលាអូនកាមានឈ្មោះពីរោះអស្ចារ្យគឺសាលាបឋមសិក្សាក្រពើហារាល់ថ្ងៃអូនកាចង់តែទៅសាលាអូនកាប្រាប់ថាស្រឡាញ់ណាស់ការសិក្សាក្រៅពីរៀនអូនកាលេងគូច្រៀងរាំតាមចិត្តប្រាថ្នាទៅដល់សាលាអូនកាឆ្ងល់បាត់មនុស្សទៅណាការ
នកានឹងបងសុខានឹងប៉ាច្រឡំថ្ងៃមកសាលាមិនមែនថ្ងៃនេះទេថ្ងៃចូលសិក្សាឆ្នាំនេះពិសេសមិនដូចឆ្នាំណាចូលកងមិនមែនខែមេសាគឺថ្ងៃទី19ខែឧសភាទេណាបើចង់បានសៀវភៅដូចខ្ញុំកំពុងអាននេះអាចរកទិញបាននៅគ្រប់បណ្ណាគារឬក៏អាចតាក់ទងទៅ page អង្គការស៊ីប៉ាដោយផ្ទាល់ជួបគ្នាសៀវភៅក្រោយទៀតបាយបាយរឿងជិះម៉ទៅលេងផ្ទះតានិពន្ធនិងគូររូបដោយចន្ទថារតនាខ្ញុំនឹកលោកតាណារកឲ្យពុកម៉ែជូនទៅលេងផ្ទះគាត់សិនពិសិដ្ឋទៅសុំឲ្យពុកម៉ែជូនតែពួកគាត់បដិសេធអាទិត្យនេះពុកម៉ែរវល់ណាស់ចាំអាទិត្យក្រោយទៅកូនពុកម៉ែអាទិត្យក្រោយយូរណាស់កូនសុំទៅម្នាក់ឯងបានទេពិសិដ្ឋមិនសប្បាយចិត្តតើកូនមិនខ្លាចទេផ្លូវឆ្ងាយហើយពិបាកទៀតផងចាំម៉ែរកគេឲ្យជូនទៅមិនអីទេពុកម៉ែកូនអាចទៅម្នាក់ឯងបានឡាឡាឡាបំបីយេឡាឡាចំអាពីលមកតាមរត់កិច្ចវាសិនពិសិដ្ឋខំរត់កិច្ចអាពីលខំរត់តាមពិសិដ្ឋរត់ទៅឆ្វេងទៅស្ដាំអាពីលរត់ទៅឆ្វេងទៅស្ដាំដែររហូតហត់រៀងខ្លួនហត់ណាស់ទៅផ្ទះវិញអាពីលផ្ទះលោកតាឆ្ងាយណាស់អាពីលមិនព្រមទៅផ្ទះពិសិដ្ឋឲ្យវាទៅជាមួយពិសិដ្ឋដើរបណ្ដើរឲ្យនំអាពីលស៊ីបណ្ដើរឲ្យលឿនអាពីលនឹងឆាប់ទៅដល់ផ្ទះលោកតាហាបាត់អាពីលទៅណាអាពីលអាពីលកំពុងពំខ្សែអាត្នោតដើរសំដៅមករកពិសិដ្ឋចំតិចអាពីលវានាំអាត្នោតមកតាមខ្ញុំដែរទៅរត់ពួនពួកវាសិនកុំឲ្យពួកវារកខ្ញុំឃើញពួកវាទៅបាត់អស់ហើយមើលទៅបានជាស្ងាត់ឈឹងពិសិដ្ឋងើបប្រុងនឹងដើរចេញទៅស្រាប់តែខ្មោចពិសិដ្ឋព្រមឲ្យពួកវាទៅជាមួយអាត្នោតនិងអាពីលប្រឡែងគ្នារត់ដេញគ្នាពេញផ្លូវអាពីលអាត្នោតឈប់ភ្លាមដើរឲ្យស្ងៀមអាពីលខំគ្នាជាមួយឆ្កែតាមផ្លូវពិសិដ្ឋខាត់អាពីលងាកមកវិញហាចុះបានអាត្នោតទៅណាអាត្នោតឈប់ស៊ីពោតគេភ្លាមពិសិដ្ឋខឹងផងប្រឹងទាញខ្សែអាត្នោតផងអាពីលខំរុញអាត្នោតឲ្យចេញអាត្នោតប្រឹងទាញទៅរកស៊ីពោតមេឃងងឹតរកភ្លៀងអាត្នោតនិងអាពីលផ្អើលរត់ចោលពិសិដ្ឋចាំផងអាត្នោតឲ្យពិសិដ្ឋជិះលើខ្នងហើយអាពីលរត់នាំផ្លូវពិសិដ្ឋនិងអាពីលជួយអាត្នោតឡើងជម្រាលភ្នំតោះពួកយើងឆាប់ទៅមេឃភ្លៀងហើយប្រឹងឡើងអាត្នោតឆ្លងផុតភ្នំនេះដល់ផ្ទះលោកតាខ្ញុំហើយប្រឹងទប់ខ្លួនឲ្យជាប់ណាយីចុះកូនចៅអ្នកណាមានគោមានឆ្កែប្រឡាក់ខ្លួនឡើងសមក់នឹងខ្ញុំពិសិដ្ឋចៅលោកតាណាអូធូចៅមិនក៏ប្រឡាក់ខ្លួនយ៉ាងនេះពិសិដ្ឋប្រាប់រឿងដែលកើតឡើងទៅលោកតាហាពុកម៉ែក៏មកដែរពុកម៉ែបារម្ភកូនពេកក៏មកតាមកូនតែមិនឃើញកូនតាមផ្លូវសោះពិសិដ្ឋចៅតាពូកែមែនហើយក្លាហានទៀតកាត់តាមនរណាគេណូចៅពូកែដូចពុកម៉ែហើយក្លាហានដូចលោកតាហ្នឹងណាអាកូនក្បាលខូចនេះពិសិដ្ឋលេងជាមួយលោកតាយ៉ាងរីករាយអាពីលនិងអាត្នោតក៏សប្បាយចិត្តដែរព្រោះវាបានជួបជុំម៉ែឪនិងបងប្អូនវាដូចគ្នា
បើបងប្អូនចូលចិត្តនិងគាំទ្រមាតិកា and Super របស់យើងខ្ញុំសូមជួយ Subscribe YouTube Channel ហើយកុំភ្លេច Repost វីដេអូនេះនៅលើ TikTok ដើម្បីចែករំលែកទៅអ្នកផ្សេងទៀតបានឃើញផងដែរជួបគ្នាសៀវភៅក្រោយទៀតបាយបាយ